ថ្ងៃនេះទេសភាពស្អាតចម្លែកនេះមើលឃើញមាត់ទន្លេមាត់អីខានមកយូរមើលស្មើនឹងស្អាតហ្មងមាត់ទន្លេចុំបាយមើលធ្វើគេហ្នឹងជួលគ្នាហ្មងចាំហងលោតមែនមានលោតអីបើមើលទេសភាពនេះមើលទេសភាពទន្លេនេះតែលោតឲ្យហ៊ានអត់ចាស់ទឹកផងហើយអត់មកលោតទេមិនមកតែឯងស្ងាត់ចឹងមកនេះមកមើលផ្ទះនៅ Rico Residence នេះប៉ុន្តែចាំគេបើកសោគេអត់ទាន់មកហ្នឹងអូចៃដនខ្ញុំមកមើល view មកទន្លេឃើញស្អាតគេជួបបងបាទអូនឹងចៃដនហ្នឹងនិយាយជួបគ្រប់កន្លែងហ្មងនិយាយទៅដើរអត់មានតិចគ្នាបានពេញព្រំពេញតូចមែនទេហ្មងជួបរហូតហ្មងលើកមុនជួបនៅណាដើរតាមផ្លូវទៅហើយខ្ញុំទៅមើល Sky Villa ឥឡូវនេះមកមាត់ទន្លេជួបមកមាត់ទន្លេទៀតហ្នឹងហើយជួបទៀតហើយឥឡូវមានបាយមកមើលផ្ទះឲ្យគេនៅមាត់ទន្លេមានផ្ទះណាមានតែទន្លេអញ្ចឹងណាមានផ្ទះមកពីណាហ្នឹងហើយដំបូងគេមើលទន្លេសិនដោយសារមិញជាប់សោមិនទាន់វាមិនទាន់យកសើមកឥឡូវគេលឺថាយកបានហើយតិចទៀតខ្ញុំទៅមើលប៉ុនមុននេះឲ្យមើលទេសភាពមុនទៅឲ្យមើលទេសភាពអូទេសភាពនេះទីក្រុងទៅខែទីក្រុងនេះអូក្រុងបានហេតុកោះនារីអូចានេះភ្នំពេញយើងណាហ្មងភ្នំពេញណានេះភ្នំពេញយើងនេះភ្នំពេញនោះអូតាសុខាមកអូតាសុខាហើយនោះបំរង condo La Vista Well Mansion ហើយកោះពេជ្រនេះមុខគៀកបង្កើនេះកោះពេជ្របាទហើយទៅខាងនោះវិញអរិយក្សត្របាទនៅអរិយក្សត្រឃើញហ្នឹងហើយទន្លេឡើងស្អាតនេះតែខ្ញុំឆ្ងល់ថាចេះបងនៅកណ្ដាលវាអញ្ចឹងមានណាផ្ទះណាបាយមកមើលផ្ទះណាខ្ញុំអត់ឃើញនេះផ្ទះគេពងសាងសង់នេះផ្ទះសាងសង់ឲ្យមើលចូលមើលបានដីអភិវឌ្ឍរបស់ក្រុមហ៊ុនអាក្រាល់ដែលមានទំហំដីរហូតដល់74ហិកតា3.8ហិកតាអញ្ចឹងដីទាំងអស់ហ្នឹងបងដីទាំងអស់ហ្នឹងដីមកជួរទាំងអស់ហ្នឹងហើយដីដែលសាងសង់នៅផ្ទះនេះគឺចិត្តតែផ្ទះធំមានផ្ទះចាប់ពីរាប់ពាន់ការ៉េឡើងអញ្ចឹងណាចាប់ពី800ទៅ1000ការ៉េផ្ទះឡើងអញ្ចឹងណាហើយផ្ទះធំអញ្ចឹងដីធ្វើដីទំហំ3-4ហិកតាមែនតែផ្ទះមានតែ70ខ្នងជាងទេបាទអញ្ចឹងផ្ទះទាំង70ខ្នងនេះគឺផ្ទះខាងមុខនេះគឺប្រភេទផ្ទះធំគឺប្រភេទផ្ទះហៅថា Super Villa ដែលមានទំហំរហូតដល់ជាង3000ការ៉េនៃទំហំផ្ទះណាផ្ទះគេគង់ធ្វើហ្នឹងមែនខាងមុខខាងក្រោយហ្នឹងគេពងធ្វើហ្នឹងខាងមុខនេះផ្សេងហើយទីខ្ញុំនាំទៅមើលផ្ទះធ្វើហើយបាទពួកខ្ញុំណាត់គេទៅមើលផ្ទះធ្វើហើយមកទៅមើលផ្ទះទៀតហើយទៅនិយាយគ្នាយូរនិយាយទៅភ្នំពេញតូចមែនជួបតែគាត់ជួបហ្នឹងហើយតែណាក៏ជួបតែណាជួបបាទឥឡូវជួបហើយនាំទៅមើលមកឲ្យស្គាល់បាទដូចយ៉ាងបញ្ញាប់ទៀតណាបាទអេមិនបញ្ញាប់មិនបានបើព្រាចាំបាទអស់លោរត់បងទៅហើយកន្លែងមកកណ្ដោមិនទៅវាឈរមើល view ចាយដនជួបគ្នាថ្ងៃហ្នឹងបាទចង់មើល view ប្រខាន់មើល view នៅក្នុងភ្នំពេញវាអត់សូវមានចង់និយាយថានៅក្នុងក្រុងពេកហ្នឹងអញ្ចឹងអត់មានការដាក់ទេសភាពអីមើលអញ្ចឹងយើងមើលមកមើលទន្លេពេលមកនេះចាំជ្រុលថាចាំសោគេយូរហើយឥឡូវមកមើលទៅចាំមានថ្មទៅទុតថ្មចេញទីតាំងអត់ទៅឆ្ងាយពីពេញដែរនឹងបងមិញមើលឃើញឆ្ងាយទេការពិតឆ្លងពីកោះពេជ្រមកប្រហែលជា1គីឡូកន្លះដីនោះកោះពេជ្រសើបងសឹងតែគ្រប់កម្រងហ្មងអញ្ចឹងណានេះកម្រងនៅកោះគៀនណាក៏ឃើញក៏មាននៅភ្នំពេញគឺប្រភេទ luxury residence ឬក៏ប្រភេទផ្ទះប្រណិតគឺខ្ញុំមានទាំងអស់បាទមានសោអាចចូលមើលបានបាទហើយចាប់អារម្មណ៍អីតាក់ទងបាទញាក់ចូលមកបានអញ្ចឹងយើងមើលអញ្ចឹងដែរបាទ